ខ្ញុំពិបាកចិត្តខ្លាចតែខ្ញុំទៅចោលកូនចឹងអត់មានពីណានៅមើលកូនថែកូនចឹងខ្ញុំចង់ឲ្យលោកពូសប្បុរសជននឹងជួយលោកខ្ញុំហងខ្ញុំទីទាល់គ្រាន់ណាឲ្យខ្ញុំបានរស់បាននៅមើលកូនខ្ញុំផងកុំឲ្យគាត់ទីចោលខ្ញុំនឹកគាត់ដែរគាត់មើលតែខ្ញុំទៅពីតូចអត់ចង់ឲ្យម្ដាយទៅចោលក្មួយទេចង់ទេហេតុអីបានមិនចង់ឲ្យម្ដាយទៅចោលក្មួយខ្ញុំស្រឡាញ់គាត់ពេកស្រឡាញ់គាត់ចង់មើលថែគាត់ចង់ឲ្យគាត់ជាណាកូនណាចង់ឲ្យគាត់ជាវិញដូចដើមចង់ឲ្យគាត់នៅរស់មើលមុខប្អូននៃខ្ញុំខ្ញុំអាណិតកូនខ្ញុំឃើញកូនខ្ញុំរៀបរាប់ចឹងខ្ញុំខ្លោចចិត្តក្នុងចិត្តខ្ញុំចង់ដុកដួលចង់ខ្លោចស្តាចង់នៅមើលកូនបន្តទៀតចាសប្បុរសជនទាំងអស់ឲ្យជួយម៉ាក់ខ្ញុំចង់យកលុយទៅជាបាយគាត់ជាចង់ឃើញមុខគាត់រហូតចង់ឲ្យបាត់បង់តាណាទេព្រោះឃើញកូនគេម៉ែគេស្រស់ស្រាយមួយគ្នាគេមានកក់ក្ដៅក្មួយនៅពេលក្មួយម្ដាយឈឺអត់មានពេលវេលានៅមើលថែកូនណាកូនណាមានពេលវេលានៅមើលតែគាត់ទៅពេទ្យវងថ្ងៃនឹងចុះកូនចង់មើលថែម៉ាក់អីកូនចង់មើលថែម៉ាក់ឲ្យបានគ្រប់គ្រាន់ទេចង់តែបើជាបាលមើលទីចង់ជាបាលម៉ាក់ឲ្យជាណាកូនណាហើយចង់ឲ្យជាដូចមុនបាទចង់ឲ្យម៉ាក់ជាដូចមុននៅជុំគ្រួសារសប្បាយដូចមុនទៀតណាកូនណាហើយយ៉ាងឲ្យសប្បាយដូចគេឃើញគេមានម៉ាក់ព្រោះនៅមួយគ្នាស្រស់ស្រាយមួយកូនចង់បានចឹងដែរណាកូនណាខ្ញុំចង់បានចឹងដែរបងប្អូនណាខ្ញុំពិបាកចិត្តខ្លាចតែខ្ញុំទៅចោលកូនចឹងអត់មានពីណានៅមើលកូនថែកូនចឹងខ្ញុំចង់ឲ្យលោកពូសប្បុរសជននឹងជួយលោកខ្ញុំហងខ្ញុំទីទាល់គ្រាន់ណាឲ្យខ្ញុំបានរស់បាននៅមើលកូនខ្ញុំផងខ្ញុំទៅពេទ្យខ្ញុំអត់អីហូបទេជួនកាលប្រែគេនៅគេនឹងជួនកាលគេឲ្យលុយ10000 20000ទិញបាយជួនកាលដេកអត់អីហូបក៏មានដែរជួនកាលហូបទឹកទេហូបទឹកនៅកន្លែងពេទ្យហ្នឹងព្រោះអីអត់ដឹងថាទៅពឹងពីណានៅកន្លែងពេទ្យហ្នឹងខ្ញុំមិនដឹងកូនណាដឹងថាទៅមុខទៀតវាយ៉ាងម៉េចចឹងលោកគ្រូហើយចុះក្មួយស្រីនៅពេលដែលម្ដាយរបស់ក្មួយគាត់ឈឺចឹងអាណិតដាយទេអាណិតខ្ញុំអាណិតម៉ែខ្ញុំចង់ឲ្យម៉ែខ្ញុំនៅរស់មើលខ្ញុំអត់ចង់ឲ្យបាត់បង់ម្ដាយទេណាចុះកូនដែលភ័យទេដែលភ័យខ្លាចថ្ងៃណាមួយបាត់បង់ម្ដាយទេដែលភ័យពេលហ្នឹងអារម្មណ៍របស់យើងគិតយ៉ាងម៉េចពេលហ្នឹងខ្ញុំគិតថាកុំឲ្យគាត់ទៅចោលខ្ញុំនឹកគាត់ដែរគាត់មើលតែខ្ញុំទៅពីតូចអត់ចង់ឲ្យម្ដាយទៅចោលក្មួយទេចង់ទេហេតុអីបានមិនចង់ឲ្យម្ដាយទៅចោលក្មួយខ្ញុំស្រឡាញ់គាត់ពេកស្រឡាញ់គាត់ចង់មើលថែគាត់ចង់ឲ្យគាត់ជាណាកូនណាចង់ឲ្យគាត់ជាវិញដូចដើមបើចេះអត់អីហូបហើយគាត់នឹងដេកគាត់កាលណាគាត់ទៅពេទ្យហើយអត់អីហូបហើយយាយក៏ញ៉ាលុយ30000អស់ចឹងបានន័យថាពេលដែលម្ដាយទៅពេទ្យហ្នឹងក៏អត់មានលុយចាយនៅពេទ្យហ្នឹងដែរអត់មានលុយទៅពេទ្យទេអត់មានបាយហូបទៀតបាទហើយពេលគាត់ទៅពេទ្យគាត់អស់លុយមកហូបនៅពេទ្យថ្លៃទៅហើយយើងញ៉ាលុយ30000នឹងអស់ទៀតហើយចុះរាល់ថ្ងៃហ្នឹងក្មួយបានហូបគ្រប់គ្រាន់អត់បើបងប្អូនដល់5 6នាក់អញ្ចឹងបានហូបគ្រប់គ្រាន់ខ្លះបាទថ្ងៃណាក៏បានហូបគ្រប់គ្រាន់ថ្ងៃណាក៏អត់បានហូបគ្រប់គ្រាន់អញ្ចឹងទៅបាទហើយចុះដល់ពេលប្អូនគាត់នៅទូចអញ្ចឹងគាត់អត់មានអីហូបអញ្ចឹងអាណិតប្អូនទេ
đã đam bò ôn hộp អូដាក់ដាំបបរឲ្យបងហូប và អត់មានបាយឲ្យបងហូបដាក់ដាំបបរឲ្យបងហូប và ហើយចុះដល់ពេលឥឡូវម្ដាយរបស់ក្មួយគាត់ឈឺអញ្ចឹងពេលហ្នឹងគាត់ធ្វើទុកមិនខ្លះ chọc chọc hai cột dùng cột ở trong từ na cho con tia trong nuôi nâu chụp con គាត់និយាយថាមិនពេលហ្នឹង ពេលហ្នឹងគាត់ថាអាហ្នឹងពេលហ្នឹងគាត់ចុកហើយគាត់និយាយថាចង់ទៅណាចោលកូនទេគាត់នៅចង់នៅចិត្តកូន ចង់ឲ្យម៉ាក់ជីហ៎ ចង់ ចង់ បងប្អូនឲ្យជួយម៉ាក់ខ្ញុំជាហងគាត់អត់មានអីហូបទេគាត់ទៅពេទ្យនឹងបាននិយាយឲ្យលុយ 30000 មកអស់បាត់ហើយ អញ្ចឹងបានលុយ 30000 ដែលយាយឲ្យហ្នឹងទៅពេទ្យហ្នឹងហូបអស់ហើយឥឡូវអត់មានលុយទៅពេទ្យទៀតទេ អត់មានលុយទៅពេទ្យទៀតទេ ហើយចុះកូនបានលុយណាទៅរៀនបើមើលជំងឺម៉ែឲ្យហ្នឹង កាលណាមានកំប៉ុងលក់កំប៉ុងកាលណាមានបាយលក់បាយបាយសសណា លក់កំប៉ុងដបទឹកសុទ្ធកំប៉ុងអីយើងរើអេតចាយហ្នឹង អូរើសយកទៅលក់ឲ្យគេ បាទ អូ បាទឥឡូវនេះខ្ញុំទីទាល់គ្រាន់ណាលោកពូអើយខ្ញុំអត់ដឹងថាត្រូវធ្វើម៉េច បាទ ចង់ឲ្យម៉ាក់ខ្ញុំឆាប់ជាវិញ ចង់ឲ្យម៉ាក់ឆាប់ជាវិញ បាទតែបើមនុស្សគាត់អញ្ចឹងហើយធ្វើម៉េចបើគាត់អត់ជាគាត់នៅអញ្ចឹង ពេទ្យគេថាអញ្ចឹង បាទ ពេទ្យគេថាអត់ជា បើគាត់ទៅវាមកហៀងហើយហ្នឹង គាត់ទៅបើមកជាហៀងហ៎ បាទ អូ ចង់ឲ្យគាត់នៅរស់ជួបមើលមុខខ្ញុំអត់ចង់ឲ្យទៅណាទេ ចង់ឲ្យម្ដាយនៅរស់ណោះ បាទចង់ឲ្យនៅឃើញមុខ ហេតុអីបានក្មួយភ័យខ្លាចបាត់បង់ម្ដាយ រស់ខ្ញុំឆ្លាញ់គាត់ពេកបានតែចង់ឲ្យបាត់ពីគាត់ព្រោះអាពេលគាត់ទៅមកពេញម្ដងដេកយំរហូត ដែលយំនឹកម៉ាក់ណាកូនណោះ អាពេលគាត់ទៅពេញបាត់ទៅនៅមួយយាយយំលាក់ យំលាក់មិនដែរក្មួយ អញ្ចឹងព្រោះពូនយំនៅគៀនដើមខប់ អូពេលនឹកពេលម៉ែទៅពេទ្យនឹកម៉ែពេកទៅពូនយំនៅគៀនដើមមកខប់ បាទ មិនបានទៅពូនយំអញ្ចឹង បាទហ៊ាន អត់ហ៊ានយំឲ្យគេឃើញ បាទ អូស្រឡាញ់ម៉ែខ្លាំងហ្នឹងកូនណា ឆ្លាញ់ម៉ាក់ ចង់ឲ្យម៉ាក់ជាហ៎ ចង់ ចង់ឲ្យម៉ាក់ជា ចង់ អូ ឲ្យ បងប្អូ ជួយ ន គាត់ជាវិញចង់នៅក្បែរគាត់រហូត ចង់នៅក្បែរគាត់រហូតអត់ចង់បាត់បង់ម៉ាក់ទេណាកូនណោះ អត់ឲ្យបាត់បងទេ ចង់ឲ្យម៉ាក់ជាដែរប៉ុន្តែម៉ាក់អត់ជាអត់ដឹងថាត្រូវធ្វើម៉េច បាទ ចង់ឲ្យម៉ាក់មានសុខភាពល្អដូចម៉ាក់គេហ៎ ចង់ ចង់ឲ្យម៉ាក់មានអីហូបគ្រប់គ្រាន់ដូចម៉ាក់គេហ៎ ចង់លុយគេតែអត់មានលុយទិញអីគេឲ្យគាត់ហូប ចង់ឲ្យម៉ាក់ជាចង់ឲ្យម៉ាក់មានអីហូបគ្រប់គ្រាន់តែអត់មានលុយណាកូនណា បាទ បើកូនធំឡើងកូនទៅធ្វើការអីដើម្បីយកលុយមកចិញ្ចឹមម៉ាក់វិញ ធ្វើការហុំចាក់បេកជើងយកលុយមកឲ្យគាត់ទិញមកហូប ទៅធ្វើការហុងចាក់យកលុយមកឲ្យគាត់ទិញមកហូប បាទខ្លាចបាត់បង់គាត់ព្រោះចង់ឲ្យបាត់បង់ទេគាត់ឆ្លាញ់ខ្ញុំណា ម៉ាក់ស្រឡាញ់កូនណោះ បាទ ចឹងក៏អត់ចង់ឲ្យបាត់បង់ម៉ាក់ទេ បាទខ្ញុំចង់ឲ្យគាត់នៅរស់មើលមុខប្អូននៃខ្ញុំ អាណិតកូនលោកពូ ណាត់កូនខំប្រឹងតស៊ូតាមពិតយើងខំប្រឹងហើយប៉ុន្តែជំងឺដ៏កាចសាហាវហ្នឹងវាអត់ពជាពេលឲ្យយើងសម្រាប់ព្យាបាល ចាលោកពូខ្ញុំអាណិតកូនខ្ញុំឃើញកូនខ្ញុំរៀបរាប់អញ្ចឹងខ្ញុំស្រោចចិត្តក្នុងចិត្តខ្ញុំចង់ដុកដួលចង់ខ្លោចស្តា ចង់នៅមើលកូនបន្តទៀត ចា ចឹងយើងអត់ចង់ទៅណាចោលកូនទេ ចា តែពេទ្យគេថាម៉េចគេថាជំងឺបងឈឺយ៉ាងម៉េចបង ចង់និយាយថាជំងឺខ្ញុំណាក់ចុងណាក់ការចុងក្រោយនេះហើយពួកអីដល់ណាក់យើងបញ្ចូលឈាមឡើង9ដងប៉ុន្តែ9សាក់ហើយនៅហូរឈាមតាម បាទ រាវនឹងមកហូតចឹងណាលោកពូ បាទ ទៅជាមហារីកហើយប
ប៉ិនយើងចេះទៅអស់ចិត្តទៅលោកគេណាត់យើងថ្ងៃ28ហ្នឹងខ្ញុំអត់មានលុយ100ទេ ចឹងពេទ្យណាត់ហ្នឹងគាត់បានទៅដែរ ចា ដោយសារអត់មានលុយទៅ ចាណាត់ថ្ងៃ28ចិត្តដល់ថ្ងៃទៅហើយ បងប្អូនហើយ សពរស់ជនទាំងអស់ឲ្យជួយម៉ាក់ខ្ញុំចង់យកលុយទៅជាបាយគាត់ជាចង់ឃើញមុខគាត់រហូតចង់ឲ្យបាត់បង់តាណាទេព្រោះឃើញកូនគេម៉ែគេស្រស់ស្រាយមួយគ្នាគេមានកក់ក្ដៅ ក្មួយនៅពេលក្មួយម្ដាយឈឺអត់មានពេលវេលានៅមើលថែកូនណាកូនណោះ ខ្ញុំពេលវេលានៅមើលទេគាត់ទៅពេលវងថ្ងៃនឹង ចុះកូនចង់មើលថែម៉ាក់អីកូនចង់មើលថែម៉ាក់ឲ្យបានគ្រប់គ្រាន់ទេ ចង់តែគាត់ជាបាមើលទី ចង់ព្យាបាលមកឲ្យជាណាកូនណា ហើយចង់ឲ្យជាដូចមុន បាទចង់ឲ្យម៉ាក់ជាដូចមុន បាទ នៅជុំគ្រួសារសប្បាយដូចមុនទៀតណាកូនណា ហើយយ៉ាងឲ្យសប្បាយដូចគេ ឃើញគេមានម៉ាក់ព្រោះនៅមួយគ្នាស្រស់ស្រាយមួយកូនកូនចង់បានចឹងដែរណាកូនណា ខ្ញុំចង់បានចឹងដែរ បងប្អូនណាបាទអាណិតខ្លាំងមែនតើម្ដាយរបស់គាត់មានជំងឺដំបូងឡើយមានជំងឺកាពះហើយបងប្អូនប៉ុន្តែកំឡុងពេលនេះគាត់ពេលនោះគាត់តែសៃខ្ចីដល់ពេលចឹងទៅក៏ទិញថ្នាំយកមកហូបចឹងណាបាទឬឈើឬអីចឹងទៅគេថាប្រើថ្នាំនឹងជាប្រើថ្នាំនោះជាចឹងទៅគាត់ក៏ចេះតែទៅទិញយកមកប្រើទៅដល់ពេលឥឡូវហ្នឹងកើតទៅជាជំងឺមេរោគបាទពេញកាពះទៅជាជំងឺមហារីកបាទហើយឥឡូវហ្នឹងសំបីតែគាត់អង្គុយហ្នឹងក៏អង្គុយមិនបានយូរដែរហើយនៅពេលដែលទៅពេទ្យហ្នឹងពេទ្យថាជំងឺរបស់គាត់ហ្នឹងគឺដំណាក់កាលចុងក្រោយហើយដល់ពេលអញ្ចឹងកូនក្មួយស្រីហ្នឹងគឺគាត់បារម្ភខ្លាំងមែនទែនគាត់ខ្លាចថ្ងៃណាមួយគាត់អត់មានម្ដាយនៅមើលថែគាត់បន្តបាទគាត់បារម្ភខ្លាចអត់ពីម្ដាយរបស់គាត់បាទមិនដឹងថាគាត់ត្រូវទៅរស់នៅមួយអ្នកណាបាទណាមួយពុករបស់គាត់ក៏ត្រូវទៅធ្វើការធ្វើអីចឹងណាបាទហើយកូនវិញគឺនៅតូចៗដូចបងប្អូនបានឃើញអញ្ចឹងបាទក្មេងៗនៅទូចមែនតើបាទនោះនៅញ៉ាំស្វាយញ៉ាំអីគ្មានដឹងអីទេបាទគ្នានិយាយចំទៅគឺកូននេះអត់ទាន់មានអ្នកណាម្នាក់ដែលដឹងក្តីអត់ទាន់មានអ្នកណាម្នាក់ដែលដឹងថាពិបាកអត់មានអ្នកណាម្នាក់ដែលដឹងថាម្ដាយឈឺឬក៏បារម្ភពីម្ដាយអត់មានទាន់ដឹងអីទាំងអស់បាទមានតែក្មួយស្រីមួយគត់ដែលគាត់ជាកូនច្បងហើយគាត់ដឹងពីសុខទុក្ខម្ដាយរបស់គាត់បារម្ភពីម្ដាយរបស់គាត់ចង់ឲ្យម្ដាយរបស់គាត់នឹងជាដូចម្ដាយគេបាទចង់រស់នៅជួបជុំគ្រួសារដូចមុនបាទសប្បាយចិត្តដូចមុនពេលខ្លះនៅពេលដែលម្ដាយរបស់គាត់ទៅពេទ្យម្ដងអញ្ចឹងទៅគាត់នឹកពេកបាទគាត់យំទៅលួចយំនៅគៀនដើមឈើគៀនដើមមកខុបអីចឹងទៅបាទហើយចុះទម្រាំតែម្ដាយគាត់ឈឺហើយមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទៀតបងប្អូនហើយមិនដឹងថាគាត់អាចកាត់ចិត្តបានឬក៏យ៉ាងម៉េចអីព្រោះកូននៅទូចទេនេះអត់ទាន់ដឹងអីទេនេះមើលមុខនៅម៉ងមិនទាន់ដឹងអីទេអញ្ចឹងសង្ឃឹមថាបងប្អូនបានឃើញវីដេអូនេះបាទសង្ឃឹមថាសប្បុរសជននៅក្នុងស្រុកនិងក្រៅស្រុកបាទជួយទៅដល់ក្មួយស្រីហើយនឹងម្ដាយរបស់គាត់ផងបាទគឺគាត់ពិបាកខ្លាំងត្រង់ថាជំងឺរបស់គាត់នឹងគឺកាន់តែធ្ងន់ធ្ងរហើយបាទអញ្ចឹងពូសង្ឃឹមថាមានសប្បុរសជនគាត់ជួយទៅដល់ម្ដាយរបស់ក្មួយណាហ្នឹងហើយ ចង់ឲ្យជួយឲ្យយកទៅគាត់យកទៅពេទ្យ ចង់ឲ្យម្ដាយទៅពេទ្យ ចង់ឲ្យជាឃើញមុខកូនឲ្យកូនសប្បាយចិត្ត នៅពេលដែលគាត់បានទៅពេទ្យគាត់រស់នៅជុំគ្រួសារទៅកូនសប្បាយចិត្តឡើងវិញណា ពេលគាត់ជាសប្បាយចិត្តឡើងវិញ អូខេចាំពូជួយផ្សព្វផ្សាយឲ្យណាកុំយំលឺអត់ចាំពូជួយផ្សព្វផ្សាយឲ្យលោកមានបងប្អូនគាត់ជួយណា ហ្នឹងហើយអូខេអរគុណបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគាត់ផងបាទម្ដាយរបស់គាត់គឺមានជំងឺមហារីកហើយបើសិនជាបងប្អូនបានឃើញហើយបាទតិចក្តីច្រើនក្តីបងប្អូនជួយគាត់ផងបាទ